ប្រដាល់គុណខ្មែរដែលនាំមកជូនដោយ Gainsberg បាទចូលមកដល់ផ្សារកំពង់ត្រាចហើយបាទឃុំកំពង់ត្រាចស្រុករមាសហែកខេត្តស្វាយរៀងបាទបន្ទាប់ពីចេញពីក្រុងបាវិតឥឡូវនេះគឺឈានចូលមកដល់ស្រុករមាសហែកខេត្តស្វាយរៀងគឺនៅនឹងផ្សារកំពង់ត្រាចដែលផ្ទាល់តែម្ដងនេះហើយគឺជាទីតាំងនៃការរៀបចំកម្មវិធីសម្រាប់ពុកម៉ែបងប្អូនអាចចូលរួមបានទស្សនាដោយសេរីតែម្ដងថ្ងៃនេះគឺមាន6គូបងប្អូន6គូបាទគូមិត្តភាពជាតិរបស់យើង2គូគូអន្តរជាតិគឺ4គូបាទដែលជាចំណងដៃជូនដល់ពុកម៉ែបងប្អូនដែលគ្រប់គ្រងជាមួយនឹង Gainsberg ក៏ដូចជាគ្រប់គ្រងគុណខ្មែររបស់ស្ថានីយ៍ទូរទស្សន៍ថោនទឹកដីបាននៃស្រុករមាសហែកខេត្តស្វាយរៀងអញ្ចឹងយើងបន្តដំណើរមកដល់បាទស្វាយរៀងនៅក្នុងសប្តាហ៍នេះសប្តាហ៍ក្រោយទៅបន្តទៀតបាទគូដំបូងរបស់យើងនេះគឺមានបាទដែនសុខាបាទត្រូវជួបជាមួយនឹងរីគីច័ន្ទវិរៈបាទរីឯពេជ្រប៊ុនហេងវិញគឺជួបជាមួយនឹងលុនលីហេងពីខាងក្លឹបសសូម៉ាលីវត្តមានអន្តរជាតិហាតភីបាទរៀងធ្ងន់ដៃបន្តិចហើយបាទជួបជាមួយនឹងនីគីតាបាទគឺកីឡាករនេះគឺល្អបាទសម្រាប់សែនច័ន្ទរិទ្ធិស័ក្តិឬមួយក៏អេឡាច់នេះបាទត្រូវជួបជាមួយនឹងកីឡាករអេរ៉ង់សោមវិឆ័យវិញដែលជាអ្នកស្វាយរៀងបាទក្លាសខាងខេត្តស្វាយរៀងបាទសោមវិឆ័យបាទអ្នកស្វាយរៀងដោយផ្ទាល់បាទជួបជាមួយនឹងកីឡាករម៉ាឡេស៊ីបាទរីឯសាន់គុណខ្មែរពីខាងក្លឹបគុណខ្មែរដូនតាប៉ះជាមួយនឹងម៉ាឡេស៊ីដូចគ្នាដែរគឺមូហាម៉ាត់អាលីបាអាក់បាបាទទស្សនាដោយសេរីតែម្ដងភ្លើងឆា LED ក្រុមការងារកំពុងតែញាប់ដៃញាប់ជើងដើម្បីបង្ហើយបាទជូនពុកម៉ែបងប្អូនយប់នេះគឺនៅក្នុងថ្ងៃទី13ខែកុម្ភៈឆ្នាំ2026បញ្ជាក់ណាបងប្អូនយប់នេះបាទផ្ទាល់តែម្ដងគឺថ្ងៃទី13គឺបាទខែកុម្ភៈឆ្នាំ2026មិនមែនស្អែកទេបាទស្អែកគឺយើងមានការប្រគំមន្ត្រីតែយប់នេះបដាល់គុណខ្មែរបាទទឹកដីស្រុករមាសហែកខេត្តស្វាយរៀង